មួយអូយឆាញ់ណាស់មុខដូចឈួតមុខដូចផ្លាប់អញ្ចឹងមែនតើចង់ស្អីទៅប្រឡងអីធ្វើអីអាតុំប្រេសស៊ីប្រេសអីអូយគេប្រេសហ្មងតែណាអាតុំឯងនិយាយត្រូវមុខរបៀបហ្នឹងអូយទៅមិនរួញគេហើយធ្វើឯងអីណាចង់ទៅប្រឡងអូយអាយ៉ាងធុងគេស្អាតបាតគេប្រឡងប្រេសស៊ីហើយមុខសេរីអន់អញ្ចឹងងាប់ឲ្យប្រឡងដែរប្រេសស៊ីទៅហេគុំថាគេអាខ្វក់ពេកយើងកពស់ក៏បានសម្រស់ក៏លយមុខក៏ខ្ជូតដែលចង់ធ្វើតារាអីផងចង់ធ្វើតារាធ្វើនឹងធ្វើដូចគ្នាហ្នឹងណែហើយអាសូរតែខ្លួនឯងនឹងស្អាតសង្ហាអីមានអស្ចារទៅគ្រូឲ្យឡាហាមខោមិនខោអាវមិនអាវហើយធ្វើអីចង់ទៅប្រឡងអីណាខោអាវវាមានតែខោអាវវាចាស់តែសំខាន់ជាអាកង់អូយឡងកង់ស្ងួតក្លេមហេមិត្តអស់ហ្នឹងនិយាយអីហ្នឹងខ្ញុំស្ដាប់ដូចលឺបន្តិចប្រេសស៊ីមិនលន់មកឃើញមុខធំក្លិនដូចមិនសូវស្រួលសោះហើយនេះឆ្ងល់ណានេះបងឯងនេះមុខឡើងចាក់អញ្ចឹងហើយកពោអញ្ចឹងឯងថាខ្លួនឯងស្អាតមកទៅអីណាសុំអាណិតកុំឈរចិត្តខ្ញុំពេកខូចស្តង់ដារខ្ញុំអស់ហើយទេអាការប្រឡងនេះវាមិនមែនស៊ីសងមានក្រស៊ីសងទ្រព្យសម្បត្តិអីទេស៊ីសងថាយើងមានថាជំនាញឲ្យច្បាស់លាស់ទេពកសលឲ្យច្បាស់ទៅជាប់ហើយមិនថាខ្ញុំមិនថាបងទាំងអស់គ្នាទេតែយើងមានទេពកសលជាប់ដូចតែគ្នាអើយមុខដូចកដោត្រូវមកចំពីមហ្នឹងអីហើយទៅប្រឡងគេមុខដូចកដោត្រូវមកចំពីមវាមិនអីមុខដូចខ្មៅងាប់7ថ្ងៃចឹងអាតុំអើយរិតឯងមើលខោមើលត្រឡប់ជើងណាស៊ីដាច់ឆ្ងាយណាហើយណោះដូចក្រិនណាគេមិនទៅប្រឡងផងហើយរិតឯងប៉ុណ្ណឹងទៅប្រឡងស្អីប្រឡងអីđâuខ្មាស់គេខ្ញុំអត់អីទេណាទោះបីយ៉ាងម៉េចថាយ៉ាងម៉េចក៏ដោយក៏ខ្ញុំមិនប្រកែប្រកាន់អីដែរតែមិនប្រឡងប្រកាន់ណាថាមិនក៏ដោយប៉ុន្តែវាដូចខ្ញុំប្រាប់ចឹងវាស៊ីសនដល់ថ្ងៃប្រឡងទេបងរិតអើយអាសូរទ្រូងខ្ញុំបើបងរិតឯងហ្នឹងទៅប្រឡងប្រេសស៊ីនេះបងរិតឯងហ្នឹងមេតាអាណិតទៅដាក់ថ្មិញចឹងទៅណែថ្មិញដួងសិតបាច់នេះនិយាយបាញ់និយាយជាមួយច្រើនឯងមុខរបៀបនេះទៅធ្វើជាតារានឹងគេស្អីទៅមួយឯ super star ស្អីអើយអាខ្ញុំមកទៅផ្ទះយើងវិញកុំទៅនិយាយជាមួយមនុស្សអញ្ចឹងឃើញហើយចុះបាទស្អីក៏ខ្ពើមដែរអត់អីទេណាទៅប្រឡងដែរប្រឡងឲ្យខូចភូមិមើលខ្លាំងទេបងនិយាយចឹងនេះជាការមួយដែលខ្ញុំថាចងចាំខ្ញុំអូដេកសម័យទៅជួយឲ្យខ្ញុំចេះខ្មាស់អៀនទៅខ្ញុំអាចប្រឡងទៅជាប់ខឹកអីគាត់បាទរឿងរ៉ាវទី1នេះក្រុមកំ pl ែតបានបង្ហាញហើយដែលធ្វើឲ្យគាត់មិនអាចបំភ្លេចបានសូមជួយបកស្រាយផងមូលហេតុដែលខ្ញុំបំភ្លេចនេះមិនបានព្រោះថាពេលដែលខ្ញុំចាប់ផ្ដើមនៅឆ្លៃវិស័យសិល្បៈពេលដែលខ្ញុំនេះខ្ញុំនៅធ្លាក់ខ្លួនមិនធ្លាក់ខ្លួនខ្ញុំក្រហ្មងខ្ញុំអត់មានអីទាំងអស់មិត្តភ័ក្តិទាំងអស់នេះវាមានអ្នកល្អមានអ្នកដែលគ្រប់ធរប៉ុន្តែភាគច្រើននៅក្នុងគេកូនអ្នកមានគេមានម៉ូតូគេមានអីល្អជីគេមាក់ងាយថាស្អីហើយស្អីណាងាប់មុខមាត់ចឹងទៅណាសិល្បៈណាវាមិនសមជាសិល្បៈសោះពេលជ្រាយដើម្បីទាំងនារីទាំងបរោះខ្ញុំមានការជឿចាប់ព្រោះខ្ញុំតែងតែគិតមួយទៅថាខ្ញុំនឹងយកពាក្យនេះទុកក្នុងចិត្តរបស់ខ្ញុំមួយជីវិតខ្ញុំនឹងធ្វើឲ្យអ្នកទាំងអស់គ្នាដឹងថាអ្វីដែលអ្នកទាំងអស់គ្នាជឿតែខ្ញុំធ្វើមិនបានខ្ញុំធ្វើទាល់តែបានគឺថាភាពមើលងាយរបស់គេធ្វើឲ្យយើងបានមកថ្ងៃនេះបាទចាអរគុណច្រើនសម្រាប់ការបង្ហាញតកតងនឹងរឿងទី1ចុះចំណែករឿងទី2ជារឿងប្រភេទអ្វីសូមអញ្ជើញទស្សនាឆ្លៀតពេលវេលាឥឡូវរៀនបានជាប់អនុបណ្ឌិតបណ្ណការរៀនសូត្រហ្នឹងមិនមែនថាដោយកម្លាំងខ្លួនយើងតែឯងទេគេថាមានបដិជគុណជាសង្ឃមួយអង្គនៅវត្តប្រាសាទលោកជួយចុងផ្ដើមជ្រុំជ្រែងហ្នឹងឲ្យទៅរៀនឲ្យទៅសូត្រចឹងទៅបានលោកជួយឥឡូវថាជាប់រៀនដល់ស៊ីណាលោកបណ្ឌិតទៀតបានអនុបណ្ឌិតប៉ុន្តែការរៀននេះគេថារួបផ្សំនឹងបដិជគុណមានលុយរៀនដែរហីបាទមានលុយរៀនដែរពីមុនគ្រូហ្នឹងហើយទៅបងថាគិតខ្លួនឯងថាបានបដិជគុណមួយអង្គនៅវត្តប្រាសាទនោះអូអញ្ចឹងជួយទាំងស្មារតីនឹងការរៀនសូត្រឆៃអូលួចលុយលោកលួច
លុយ លោក រៀ ជួយ ន ឲ្យខ្ញុំរៀន ចា៎ ហ្នឹងហើយដែលគុណ លោក ហើយបងដុតមិនផ អ ន ត់ទេខ្ញុំស្មានតែលុយលុយលោក បានន័យថាលោកតាបដិជគុណនៅវត្តប្រាសាទហ្នឹងជួយជាថវិកាឲ្យបណ្ដុះបណ្ដាលឲ្យបងឯងខ្ញុំបានរៀនសូត្រចេះដឹងដល់ថ្នាក់អនុបណ្ឌិត បាទបាទ ខ្ញុំស្មានតែបងឯងនឹងបានលុយពីសិល្បៈនឹងយកមករៀនតើ អានេះជាការឧបត្ថម្ភមួយផ្នែកហើយជាពិសេសដែលគុណហ្នឹងហើយដែលលោកបានជួយជ្រុំជ្រែងមួយផ្នែកធំទៀតនោះ ប្រជាគុណលោកល្អណាស់ បាទ ណែគាត់ជួយទូមានព្រាមម្ដៅបងឯងអប់រំបងឯងឲ្យដើរផ្លូវល្អហើយជួយទាំងគប់គុណថាវិការឲ្យបានរៀនសូត្រចប់ទៀត អូយហ្នឹងហើយហើយមិនងាយមានសំណាងហ្នឹងឃើញ ចា គាត់ដាក់ដេកចិត្តតែព្រះអង្គទេដល់អញ្ចឹងទៅព្រះអង្គជាជួយថែរក្សារហូតអញ្ចឹងណា ហ្នឹងណាខំរៀនជាមួយលោកហ្នឹងហើយ ចា៎អង្គអត់ជួយយើងចឹងហ៎ ចា ទីព្រះអង្គមិនបានដល់ជួយយើងចឹង ចេះតែនិយាយអញ្ចឹងឯងខិនឯងមនុស្សយើងទោះអត់មាននិស័យ ហ្នឹងហើ អូ យ នេះសិនអ្នកមាននិស័ តែ យ សើករត់ឯងឯមែនតាជាមនុស្សចេះតស៊ូក្នុងជីវិតណែពីមុនក្រវេទនីណាហើយទៅរស់នៅជាមួយនឹងបដិជគុណនៅវត្តប្រាសាទព្រះអង្គជួយគប់គុណរហូ នឹង ត តែសាសាច់ឈាមព្រះអង្គផង ចឹងមកពាក្យចាស់លោកថាទោះបីយើងល្បីដល់កម្រិតណាក៏ដោយយើងកុំភ្លេចតែកំណើតយើងពីដើមនោះណាកាលណាយើងប្រែចរិតខាងពេលហ្នឹងនិងពេលមុននោះវាខុសគ្នាគឺវាខុសស្រឡះហើយក៏គិតថាបានចឹងណា អាកងកាចាស់មួយនោះមិនអត់ទុកបងមលុះហ่ะ សិស្សលោកជីកទៅបិណ្ឌបាតដល់អត់ចឹង អូ ហើយ អញ្ចឹង បាទ ចាអូខ្ញុំទៅសើបងឯងដោយស្មោះមែនតា បាទ បង បាទ ខ្ញុំទៅ ចឹង សើ បានគេនិយាយថាកុំអោយមើលងាយមនុស្ស អើយគ្មានអាណាមើលងាយទេមានយើង3 4នាក់ហ្នឹង ទៅស្អីហ៎ចង់គឺគាត់ចេះចូលយ៉ាងឯងចាស់ដល់គុំទៅជាឥឡូវណា អាកាលហ្នឹងទៅទាំង2ទាំងត្រសោះ រឿងមុនណារឿងក្រោយ មែន ក្រោយហើយ អានោះវាជារឿងពីមុនឯងមនុស្សសំខាន់ដល់ខ្លួនឯងខុសហើយចេះកែប្រែ ហ្នឹងហើយសំខាន់មនុស្សយើងតើគេដេញធ្លាក់ទៅគេនោះបានដឹង អ្វីដែលយើងចាំអ្វីដែលយើងចាំអ្វីដែលយើងបំភ្លេចបានយើងបំភ្លេចទៅ ចាថាហើយបងមនុស្សអធិស្ស្រ័យឲ្យគ្នាទៅវិញទៅមកបងណោះ ទៅព្យាយាមបានសម្រេចមែនហ៎ ចារឿងទី2ដែលលោកសុធិរិទ្ធបំភ្លេចមិនបាននៅក្នុងពេលនោះតើមានអារម្មណ៍មិនដែរ ដល់ពេលនេះខ្ញុំនឹកសម័យដល់ពេលនេះខ្ញុំជួបលោកដំបងហើយនឹងអ្វីដែលលោកបានផ្ដល់ភាពដូចជាគេថាយើងដូចជាឪពុកទី2របស់យើងព្រោះថាគាត់ផ្ដល់ក្តីស្រឡាញ់គាត់ផ្ដល់ក្តីបារម្ភផ្ដល់ឲ្យគ្រប់បែបយ៉ាងទាំងអស់ប៉ុន្តែមជ្ឈដ្ឋានភិច្រើនដែលគាត់គិតថាខ្ញុំមានតំណែងតំណងអ្វីជាមួយនឹងលោកខ្ញុំសូមមកស្រែកថាពុំមានទេគឺខ្ញុំជាកូនចិញ្ចឹមរបស់លោកទៅសំស៊ីមប្រជាការវត្តប្រាសាទខ្ញុំមានទស្សនៈថាលោកជាមនុស្សភេទទី3គាត់លោកអត់ដែលមានមកប៉ះពាល់ខ្ញុំមិនតិចទេអញ្ចឹងខ្ញុំមិនភ្លេចទេព្រោះថាប្រគុណរបស់លោកខ្ញុំបានរៀនដល់បញ្ញាបត្ររហូតដល់អនុបណ្ឌិតហើយដល់អ្វីដែលខ្ញុំទៅនៅលោកបានផ្ដល់ដំណោមួយជាច្រើនណាស់ដែលបំលាស់បដូរមនុស្សម្នាក់ដែលវាថាយើងជាសិល្បករម្នាក់មានថាពេលដំបូងមានអារម្មណ៍ថារឹកពីបន្តិចតែដល់ពេលទៅជួបពធជួបនឹងអ្វីគ្រប់សំបែបយ៉ាងមានល្អផងអាក្រក់ផងធ្វើឲ្យយើងមានស្មារតីនិយាយឲ្យយើងថាអូអ្វីដែលយើងគិតពីមុនវាមិនល្អទេអញ្ចឹងយើងគួរតែជំរះអ្វីដែលមិនល្អចោលអញ្ចឹងយើងចាប់យកអ្វីដែលល្អគឺគ្មានអ្វីដែលល្អជាងការសិក្សាទេបន្ទាប់ពីការសិក្សាគឺការងាររបស់យើងអ្វីដែលជាសំខាន់លោកតែងតែផ្ដល់ដំបូន្មានថាកុំភ្លេចអ្នកដែលមានគុណលើយើងទោះបីជាគេមិនមែនជាឪពុកម្ដាយឬក៏ជាអ្នកណាក៏ដោយប៉ុន្តែគេមានគុណមួយថ្ងៃគេឲ្យបាយយើងមួយចានយើងកុំភ្លេចគុណគេយើងមិនសយត់ទេពាក្យនេះខ្ញុំចាំទុកក្នុងចិត្តរបស់ខ្ញុំតាំងពីខ្ញុំជួបលោកដំបូងហើយខ្ញុំក៏សូមថ្លែងអំណរគុណដល់លោកព្រះគ្រូចៅតកាវត្តប្រាសាទពនាមព្រះគ្រូសំស៊ីមដែលជាឪពុកទី2របស់ខ្ញុំដែលដាំថាបីបាច់ថែរក្សាទោះបីមិនបីបាច់ថែរក្សាខ្ញុំតាំងពីតូចរហូតដល់ធំមិនតែបីបាច់ថែរក្សាខ្ញុំតាំងពីរៀនបញ្ញាបត្រមុនបញ្ញាបត្រតិចរហូតដល់រៀនដល់អនុបណ្ឌិត បាទ ហើយក៏បានបំពេញកិច្ចការងារមន្ត្រីរាជការមួយទៀត បាទសូមអរគុណនេះគឺជារឿងរ៉ាវទី2ចង់ដឹងថារឿងរ៉ាវទី3ដែលធ្វើឲ្យគាត់មិនអាចបំភ្លេចបាននោះគឺជារឿងបែបណាសូមអញ្ជើញទស្សនា